សូមជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំនឹងនាំពុកម៉ែបងប្អូនទាំងអស់គ្នាមកទស្សនាពីទិដ្ឋភាពទូទៅនៅក្នុងសួនរបស់នាងខ្ញុំហើយឥឡូវនេះគឺស្ថិតនៅក្នុងរដូវស្លឹកឈើជ្រុះហើយអាកាសធាតុគឺចាប់ផ្ដើមត្រជាក់តិចៗហើយនេះជាក្រូចដែលគេយកទៅធ្វើដំណាប់ដែលមានឈ្មោះថា Kumquat ហើយក្រូចហ្នឹងជ្រុះទៅគឺសាច់សបករបស់វាផ្អែមសាច់ក្នុងគឺជូរហើយក្រូចដែលនាងខ្ញុំដាំនេះសាច់សបកសាច់វាផ្អែមហើយសាច់ខាងក្នុងជូរអែមហើយដំណាំបន្ទាប់ដែលនាងខ្ញុំមកបង្ហាញគឺផ្កានេះជាប្រភេទផ្កាស្តៀងនឹងផ្កាកដាស់ដែរហើយផ្កានេះពុកម៉ែបងប្អូនវាមានក្លិនក្អូបតិចតិចហើយវាចាប់ផ្ដើមរីកនៅអាកាសធាតុត្រជាក់តិចតិចចឹងរីកតាំងពីរដូវស្លឹកឈើជ្រុះរហូតដល់រដូវល្ងាចូលដល់គេហៅរដូវលំហើយគឺផ្កានឹងចាប់ផ្ដើមដុះអត់សូវល្អអត់មានផ្កាទៀតទេហើយនាងខ្ញុំទុកផ្កានឹងឲ្យរីកហើយពេលដែលផ្កានឹងចាប់ផ្ដើមរួយគឺនាងខ្ញុំកាត់ហើយទុកមួយឆ្នាំទៀតខ្ញុំអាចតាមបាន3ឆ្នាំហើយនេះគឺជាខ្ញីដែលនាងខ្ញុំដាំនៅក្នុងសួនខ្ញីគឺយើងចំណាយពេលរហូតដល់មួយឆ្នាំទើបយើងប្រមូលផលហើយខ្ញីដើមវានៅខ្ចីអញ្ចឹងគឺខ្ញុំអត់ទាន់ដកមើមទេតតែខ្ញីនឹងដើមរបស់វាងាប់ហើយទើបយើងដឹងថាមើមខ្ចីនឹងចាស់ល្អហើយពេលដែលប្រមូលផលដើមខ្ចីនឹងខ្ញុំទុកដាំពាក់កណ្ដាលហើយយកមកធ្វើម្ហូបធ្វើជាតែហើយក៏ដូចជាយកទៅដាក់ទូទឹកកកឲ្យកកដើម្បីធ្វើម្ហូបផ្សេងហើយនៅក្នុងនឹងផងដែរនៅក្នុងសួនរបស់នាងខ្ញុំគឺមានល្ពៅដុះខុសរដូវដោយសារតែនាងខ្ញុំទុកឃើញថាល្ពៅនឹងគឺដើមវាល្អមែនតែនហើយត្រួយរបស់វាក៏ដុះល្អដែរប៉ុន្តែទោះបីជានាងខ្ញុំទុកល្ពៅនឹងនៅក្នុងសួននឹងក៏វាអត់មានផ្លែដែរពុកម៉ែបងប្អូនដោយសារតែអាកាសធាតុត្រជាក់ល្ពៅគឺអត់អាចមានផ្លែល្អទេហើយមើលទៅផ្កាគេហៅថាផ្កាញីនេះគឺឃើញថាពណ៌របស់វាក៏ផ្លាស់ប្ដូរដែរគឺពណ៌លឿងអញ្ចឹងពេលដែលផ្ការៀងធំដំណើរលំអងគឺផ្កាញីនឹងរលួយអញ្ចឹងយើងនឹងដកនៅពេលដែលនាងខ្ញុំកាត់ត្រួយឬក៏ផ្កាមួយចំនួនហើយគឺនាងខ្ញុំដកដើមវាចេញហើយបន្ទាប់ពីហ្នឹងគឺនាងខ្ញុំចំណាយពេលមកបកនៅគ្រាប់បន្លែគ្រាប់ផ្កាដែលនាងខ្ញុំដាំនៅក្នុងសួនគ្រាប់នេះដោយសារតែគ្រាប់ដំណាំមួយចំនួនគឺនាងខ្ញុំទុកដើម្បីដាំឆ្នាំក្រោយពេលដែលគ្រាប់ណាគ្រាប់ដំណាំគ្រាប់បន្លែដែលមានច្រើនអញ្ចឹងនាងខ្ញុំចាប់ផ្ដើមប្រមូលវាដាក់ចូលគ្នាប្រមូលចូលគ្នាដើម្បីអីគេប្រមូលចូលគ្នាដើម្បីយកគ្រាប់ហ្នឹងធ្វើជាជីធម្មជាតិយើងដាក់នៅក្នុងសួនដំណាំណាដែលយើងអត់បានដាំដំណាំអីយើងយកគ្រាប់ដែលយើងលាយឡំចូលគ្នាមានតាំងពីផ្កាស្បៃរឿងគ្រាប់សណ្តែកបាយគ្រាប់ម្រះគ្រាប់សណ្តែកគួរហើយពោតបារាំងហ្នឹងចូលគ្នាទៅយើងដាក់ចូលទៅពេលដែលដើមដំណាំរបស់ហ្នឹងវារៀងធំគួរសមហើយយើងដកហើយយើងចាប់ផ្ដើមយកគេហៅថាកាកសំណល់ដំណាំហ្នឹងដាក់ក្នុងសួនហើយដូចជាអ្វីដែលពុកម៉ែបងប្អូនមកឃើញពីគ្រាប់ដែលនាងខ្ញុំប្រមូលពីមួយរដូវទៅមួយរដូវយើងនឹងឃើញមានគ្រាប់ដំណាំមួយចំនួនដែលវាច្រើនជាងអ្វីដែលនាងខ្ញុំអាចទុកសម្រាប់ដាំឆ្នាំក្រោយនេះជាការច្នៃប្រឌិតនៅក្នុងសួនរបស់នាងខ្ញុំហើយសកម្មភាពបន្ទាប់គឺនាងខ្ញុំនឹងបង្ហាញពីការធ្វើមុខម្ហូបបែបងាយៗការធ្វើមុខម្ហូបបែបនេះយើងញ៉ាំអាហារពេលព្រឹកក៏បាននិងញ៉ាំអាហារថ្ងៃត្រង់ក៏បានប្រហែលជារៀងប្លែកបន្តិចពុកម៉ែបងប្អូនមើលទៅស្តៀងនឹងម្ហូបបរទេស
ប៉ុន្តែងាយស្រួលក្នុងការធ្វើទេបើសិនជាពុកម៉ែបងប្អូនចាប់អារម្មណ៍ក្នុងការសាកល្បងធ្វើនៅមុខម្ហូបនេះគឺនាងខ្ញុំលើកទឹកចិត្តពុកម៉ែបងប្អូនហើយឥឡូវនេះគឺឆ្អិនហើយពុកម៉ែបងប្អូនសូមអរគុណពុកម៉ែបងប្អូនសម្រាប់ការចំណាយពេលទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់ហើយនាងខ្ញុំក៏សូមអរគុណពុកម៉ែបងប្អូនសម្រាប់ការគាំទ្រ Channel របស់ពួកយើងផងដែរ